ការប្រើប្រាស់ផ្ទះសំណាញ់ក្នុងការដាំដុះតើបងប្អូនកសិករតែងតែបារម្ភពីបញ្ហាអាកាសធាតុប្រែប្រួលនិងភ្លៀងធ្លាក់មិនទៀងទាត់មែនទេដើម្បីដោះស្រាយបញ្ហានេះការដាំដុះបែបទំនើបដោយប្រើប្រាស់ផ្ទះសំណាញ់កំពុងក្លាយទៅជាជម្រើសដ៏ពេញនិយមបំផុតព្រោះវាជួយបង្កើនទិន្នផលខ្ពស់និងកាត់បន្ថយហានិភ័យបានយ៉ាងមានប្រសិទ្ធភាពតើផ្ទះសំណាញ់ជាអ្វីវាគឺជារចនាសម្ព័ន្ធធ្វើពីដែកឫស្សីឬឈើហើយគ្របដោយសំណាញ់ការពារកាំរស្មី UV វាជួយគ្រប់គ្រងសីតុណ្ហភាពនិងលំហូរខ្យល់សំណាញ់នេះមានកម្រិតខុសៗគ្នាឧទាហរណ៍សំណាញ់កម្រិត 40% គឺជួយទប់ពន្លឺ 40% និងបាញ់បញ្ចូលពន្លឺល្មម 60% ទៅតាមតម្រូវការដំណាំនីមួយៗការវិនិយោគលើផ្ទះសំណាញ់ផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យទី1គឺការដាំដុះខុសរដូវបងប្អូនអាចដាំដំណាំនិងផ្កាបានពេញមួយឆ្នាំដែលលក់បានតម្លៃខ្ពស់ទី2ជួយការពារដំណាំពីភ្លៀងខ្យល់និងសត្វល្អិតដែលកាត់បន្ថយការប្រើប្រាស់ថ្នាំគីមីបានយ៉ាងច្រើនផងដែរទី3កាត់បន្ថយអត្រាងាប់របស់កូនរុក្ខជាតិនៅរដូវក្តៅហើយថែមទាំងចំណាយទាបជាងការធ្វើផ្ទះកញ្ចក់ទៀតផងផ្ទះសំណាញ់ស័ក្តិសមបំផុតសម្រាប់កន្លែងបណ្ដោះកូនបន្លែស្លឹកនិងផ្កាលម្អដើម្បីរៀបចំឲ្យជោគជ័យត្រូវជ្រើសរើសទីតាំងដែលមានប្រព័ន្ធបង្ហូរទឹកល្អបើសាងសង់ពីដែកវាអាចប្រើប្រាស់បានយូររហូត25ឆ្នាំដោយឯសំណាញ់អាចប្រើបាន3ទៅ5ឆ្នាំផងដែរកុំភ្លេចសាងសង់តាមទិសដៅត្រឹមត្រូវដើម្បីឲ្យដំណាំទទួលបានពន្លឺបានស្មើគ្នាជាទូទៅការងាកពីការដាំដុះបែបប្រពៃណីមកប្រើប្រាស់ផ្ទះសំណាញ់គឺជាជំហានដ៏វៃឆ្លាតវាផ្ដល់លទ្ធភាពឲ្យយើងគ្រប់គ្រងបរិយាកាសដំណាំកាត់បន្ថយការខាតបង់និងបង្កើនប្រាក់ចំណេញប្រកបដោយនិរន្តរភាពវិនិយោគលើផ្ទះសំណាញ់ថ្ងៃនេះដើម្បីភាពជោគជ័យនៃកសិកម្មទំនើបរបស់អ្នក